AI មួយនេះគឺអាចធ្វើការបំលែងពីរូបភាពទៅជាវីដេអូដែលមានចលនាដែលយើងទាំងអស់គ្នាគឺសិតតែអាចចូលទៅប្រើប្រាស់បានហើយ AI ហ្នឹងគឺជាមុខងាររបស់ក្រុមហ៊ុន Google តែម្ដងគឺមានឈ្មោះថា Google Flow នឹងឯងអញ្ចឹងនៅក្នុងវីដេអូមួយនេះចាំខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀបចូលទៅប្រើប្រាស់ជាមួយនឹង AI ហ្នឹងតាំងពីដើមរហូតតែម្ដងអញ្ចឹងយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងដំបូងបំផុតយើងចូលមក search ពាក្យថា Google Flow ដែលជា feature មួយរបស់ Google តែម្ដងអញ្ចឹងយើងចូលមក Flow មកយើងនឹងឃើញផ្ទាំងអញ្ចឹងយើងចុចពាក្យថា create with flow នៅខាងក្រោមនេះបន្តមកទៀតកន្លែងហ្នឹងគឺយើងនឹងត្រូវការ sign in account របស់យើងជាមួយនឹង flow អញ្ចឹងយើងអាច sign in with Google មកអូខេបន្តមកទៀតកន្លែងនេះដោយសារយើង sign in ដំបូងយើងអាចចុច next យើងស្គាល់មកខាងក្រោមយើងចុច continue ហើយយើងចុចពាក្យថា new project អញ្ចឹងសម្រាប់ account ថ្មីគេធ្វើការឲ្យ credit របស់យើងរហូតដល់ 1000 credit ដែរអញ្ចឹងយើងអាចធ្វើការ play around បានអញ្ចឹងឧទាហរណ៍ថាឥឡូវនៅក្នុងនេះវាមាន text to video ហើយនិង frame to video អញ្ចឹង text to video ហ្នឹងគឺខ្ញុំនឹងធ្វើការដាក់ពាក្យថាa man walking on the street and run into a car គាត់ដើរនៅមនុស្សម្នាក់ដែលគាត់ដើរនៅលើផ្លូវហើយគាត់ធ្វើការរត់ចូលទៅក្នុងឡានអញ្ចឹងយើងធ្វើការវាយព្រមប៉ុណ្ណឹងឬក៏អាចchơiលើហ្នឹងទៅតាមការវាយព្រមរបស់យើងហើយយើងចុច send អញ្ចឹងវាធ្វើការបង្កើតឲ្យយើងបានរហូតដល់2 option នៅខាងឆ្វេងមួយនិងខាងស្ដាំមួយអញ្ចឹងឥឡូវយើងធ្វើការ play សាក់មើលអូខេអញ្ចឹងនេះគឺជាមួយទៀតអូខេអញ្ចឹងវាមាន2 option ហ្នឹងប៉ុន្តែអ្វីដែលខ្ញុំ surprise គឺមិនមែនទៅលើ text to video ទេប៉ុន្តែទៅជា frame to video វិញដែលយើងអាចបដូរនៅកន្លែងនេះគឺ frame to video ហើយយើងធ្វើការ upload រូបរបស់យើងចូលអញ្ចឹងយើងចុច crop and save តបមកទៀតកន្លែងហ្នឹងខ្ញុំចង់ឲ្យរូបមួយហ្នឹងតបមកទៀតខ្ញុំចង់ឲ្យរូបមួយហ្នឹងដកទូរស័ព្ទទៅវិញ pull the phone back អញ្ចឹងឲ្យដកទូរស័ព្ទចេញពី screen ហ្នឹងវិញពីរូបភាពរបស់យើង fix ហ្នឹងទៅជាវីដេអូហ្នឹងហើយដើរចេញពី frame របស់វីដេអូហ្នឹងវិញអញ្ចឹងយើង generate មួយសារទៀតអញ្ចឹងវានឹង generate ឲ្យពី option ដូចគ្នាឧទាហរណ៍ថា option ទី1នេះយើង play មើលគឺដើរចេញដូចគ្នាអញ្ចឹងពីរហ្នឹងយើងចង់ download យកមួយណាក៏បានដែរយើងឃើញប៊ូតុង download នៅលើនេះហើយកន្លែងនេះយើងអាចធ្វើការលុបចោលអីចឹងទៅអញ្ចឹងបើចង់ download យើងចុច download នេះមកយើងអាច download original size ហ្នឹងគឺ 720 បើសិនយើងចង់ upscale ឲ្យច្បាស់ជាងមុនក៏យើងអាចធ្វើបានដែរគឺ upscale នៅខាងក្រោមនេះហើយយើងត្រូវការរងចាំមួយ plate ប៉ុន្តែបើសិនយើងចង់ download ធម្មតាយើងអាចចុច download កន្លែងហ្នឹងបានអញ្ចឹង credit វិញគេឲ្យរហូតដល់ 1000 credit អញ្ចឹងយើង generate ម្ដងមួយរូបដូចជាអស់20 credit អញ្ចឹងយើងអាច generate បានច្រើនដែរហើយយើងអាចសាកបានទៅចាំពេលសាកអស់ចាំយើងpay ទៅលើ membership ក៏បានដែរអញ្ចឹងនៅក្នុង tool មួយហ្នឹងដែរគឺមិនមែនមានតែប៉ុណ្្នឹងឯងយើងអាចធ្វើការប្រើប្រាស់រូបភាពដើម្បីឲ្យវាផ្លាស់ប្ដូរទៅជា motion ឬក៏ទៅជាវីដេអូខ្លីៗអីផ្សេងទៀតហើយវីដេអូប៉ុណ្្នឹងខ្ញុំជឿថាយើងអាចយកទៅប្រើជា B-roll ក្នុងករណីដែលយើងខ្វះ B-roll អីមួយចំនួនអញ្ចឹងយើងអាចចូលទៅធ្វើការសាកប្រើប្រាស់បានព្រោះឲ្យយើងមាន credit រហូតដល់ 1000 ដែរអញ្ចឹងអ្នកនរគួរតែចូលទៅសាកទៅហើយមួយវិញទៀតបើសិនជាចង់ដឹងបន្ថែមអំពី AI ឬក៏គិតថា tool Gemini ChatGPT ឬក៏អីផ្សេងៗទៀតអាចdrop ជា comment នៅខាងក្រោមហើយបើអ្នកដែលគាត់មើលទៅលើ YouTube កុំភ្លេចជួយចុច subscribe អ្នកមួយផងហើយកុំភ្លេច like និង share វីដេអូមួយនេះហើយយើងជួបគ្នានៅវីដេអូក្រោយ